បាទសួស្តីអ្នកទាំងអស់គ្នាកាលពីសប្តាហ៍មុនយើងបានរៀនរួចមកហើយតាក់ទងទៅនឹងរបៀបនៃការកាត់តវីដេអូនៅក្នុងកម្មវិធី Adobe Premiere នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាដោយសង្ខេបដើម្បីអ្នកទាំងអស់គ្នាមានមូលដ្ឋានគ្រឹះនៅក្នុងការកាត់តវីដេអូហើយនឹងបញ្ចេញវីដេអូយកទៅប្រើប្រាស់បាទជំហានដំបូងយើងធ្វើការបង្កើត folder មួយមកដើម្បីដាក់ project របស់យើងបាទខ្ញុំ right click នៅលើនេះចុច mouse ខាងស្ដាំយើង new បន្ទាប់មកចុចលើ folder ហើយខ្ញុំដាក់ឈ្មោះ project នឹងមកខ្ញុំដាក់ថា project 4K ដោយសារតែខ្ញុំធ្វើការកាត់តវីដេអូទំហំ 4K អញ្ចឹងខ្ញុំដាក់ឈ្មោះបែបហ្នឹងឈ្មោះអ្នកទាំងអស់គ្នាដាក់បែបណាក៏បានដែរមិនអីទេបន្ទាប់មកខ្ញុំបើកវាមកខ្ញុំធ្វើការបង្កើត folder 2នៅក្នុងនឹងទៀតបាទខ្ញុំចុចទៅលើ new ចុច folder បន្ទាប់មក folder ទី1ខ្ញុំដាក់ video ចុចខាងក្រៅមួយខ្ញុំចុចលើ new ចុច folder ម្ដងទៀតទៅខ្ញុំដាក់រូបភាព image រួចខ្ញុំទៅរកវីដេអូយកមកដាក់បាទខ្ញុំមានវីដេអូថតផ្ទាល់ខ្លួនគឺនៅត្រង់កន្លែងនេះខ្ញុំសូមធ្វើការ select copy ឬក៏កាត់វាចេញទៅក៏បានដែរខ្ញុំយកមកដាក់ក្នុង project នេះដាក់ក្នុងវីដេអូបើអ្នកទាំងអស់គ្នាកាត់តវីដេអូដែលមានវីដេអូរាងច្រើនមានរូបភាពមានអីគួរតែបង្កើតជា folder ស្អាតចឹងមកកុំដាក់វារញ៉េរញ៉ៃបាទខ្ញុំចុចតម្លាក់វាសិនទៅបន្ទាប់មកខ្ញុំបើកកម្មវិធី Adobe Premiere រួចធ្វើការបង្កើត project ដោយចុចទៅលើ new project បន្ទាប់មកត្រង់នេះខ្ញុំចុចលើ browse ដើម្បីកំណត់ទីតាំងដាក់ project របស់ខ្ញុំទីតាំងគឺខ្ញុំដាក់នៅលើ folder ទៅតែបង្កើតមិញហ្នឹងបាទចុចលើ desktop select លើ project 4K ចុចលើ select folder បន្ទាប់មកឈ្មោះ project របស់ខ្ញុំជា file Adobe Premiere ហ្នឹងខ្ញុំដាក់ថា project 4K ដែរដាក់ឈ្មោះដូចគ្នាក៏បានដែរមិនអីទេបន្ទាប់មកកន្លែងនេះយក time code កន្លែងនេះយក HDV ចឹងទៅដោយសារយើងឥឡូវនេះវីដេអូសិតតែទំហំ 4K 8K អស់ហើយចឹងយក HDV ចុចលើ OK មកជំហានបន្តមកទៀតយើងធ្វើការបង្កើតនៅ sequence ដើម្បីអាចឲ្យយើងធ្វើការកាត់តវីដេអូបានដោយកំណត់ជា format ហើយនឹងទំហំវីដេអូអីចឹងទៅដើម្បីបង្កើត sequence យើងចុចត្រង់នេះមកចុចលើ sequence បាទបន្ទាប់មកអ្នកទាំងអស់គ្នាចុចទៅលើ LED or 3D ជាទូទៅវីដេអូយើងអាចកាត់ពីទំហំឥឡូវហ្នឹងស្តង់ដារគេប្រើច្រើនគឺ1080ហើយនឹង 4K បើអ្នកទាំងអស់គ្នាថតវីដេអូ1080អ្នកទាំងអស់គ្នាចុចសញ្ញាព្រួញកន្លែងនេះហើយយើងរើសទំហំឲ្យត្រូវទៅតើអ្នកទាំងអស់គ្នាប្រើមួយណាជាទូទៅ frame rate គឺគេប្រើ 29.97 អាហ្នឹងគឺ30យើងប្រកបឡើងទៅគឺ30ប៉ុន្តែខ្ញុំអត់កាត់តវីដេអូ1080 pixel ទេខ្ញុំកាត់ត 4K អញ្ចឹងខ្ញុំចុចត្រង់នេះបន្ទាប់មកខ្ញុំ select យកត្រង់នេះខ្ញុំកាត់វីដេអូ 4K ទំហំយក ratio 16:9 ហើយ30 frame rate per second ចាំខ្ញុំបញ្ចូលលម្អិតទៅពេលក្រោយបន្ទាប់មកនៅត្រង់នេះខ្ញុំដាក់ឈ្មោះឲ្យ sequence របស់យើងនឹងខ្ញុំដាក់ថា video 4K ហើយចុចលើប៊ូតុង OK មកបាទបន្ទាប់ពីបង្កើត sequence ហើយយើងត្រូវចេះទាញវីដេអូយកមកដាក់នៅក្នុង project របស់យើងដើម្បីទាញវីដេអូអ្នកនរគ្នាត្រូវបើក folder របស់យើងចេះមកដាក់មកខាងចេះមកបាទរួចយើងបើកទៅកាន់ folder វីដេអូត្រូវប្រកាសថាអ្នកទាំងអស់គ្នាបានឈរនៅត្រង់ project នេះរួចយើងធ្វើការ select វីដេអូរបស់យើងនេះចាប់ទាញតម្លាក់មកត្រង់នឹងមកអូខេអញ្ចឹងយើងបានវីដេអូហើយអានេះយើងបិទចោលបានបាទបន្ទាប់ពីយើងបានទាញវីដេអូចូលហើយអ្នកទាំងអស់គ្នាធ្វើការទាញវីដេអូយកមកដាក់លើ timeline របស់យើងនេះមកបញ្ជាក់អ្នកទាំងអស់គ្នាបន្តិចបើសិនជា timeline នេះវាបាត់ឧទាហរណ៍ថាអ្នកទាំងអស់គ្នាច្រឡំដៃប៉ះកន្លែងនេះហើយចុច close បាត់ឬក៏ច្រឡំទាញទៅណាបាត់បែបនេះឧទាហរណ៍អ្នកទាំងអស់គ្នាគ្រាន់តែ double click ទៅលើ sequence របស់យើងទៅ timeline នេះគឺវាបង្កើតឲ្យយើងឡើងវិញហើយឈ្មោះកន្លែងនេះអ្នកទាំងអស់គ្នាមើលកន្លែងនេះហើយកន្លែងនេះគឺដូចគ្នាមានន័យថា timeline ហ្នឹងគឺជា timeline របស់ sequence video 4K ឥឡូវខ្ញុំទាញវីដេអូទី1ចូលបន្ទាប់មកយើងមាន2ជម្រើសអ្នកទាំងអស់គ្នាយក keep existing setting នឹងមកមានន័យថាយើងរក្សាទំហំ frame ដែលយើងបានបង្កើតវីដេអូក៏រក្សាទំហំដែរប៉ុន្តែបញ្ហាកាមេរ៉ាទូរស័ព្ទរបស់ខ្ញុំហ្នឹងគឺថតទៅវាអត់បានពេញ screen ទេខ្ញុំចុចកន្លែងនេះដើម្បីទាញវាទម្លាក់តិចទៅឲ្យវីដេអូយើងវាធំតិចបាទយើងអាចទាញឡើងទាញចុះអញ្ចឹងដើម្បីឲ្យវីដេអូរបស់យើងធំពេញអ្នកទាំងអស់គ្នាត្រូវ right click នៅលើវីដេអូនេះខ្ញុំចុច Alt ជាប់ហើយរំកិល mouse ទៅដើម្បីព្រីអានេះធំឬក៏អ្នកទាំងអស់គ្នាអាចចាប់អានេះទាញចេះក៏បានដែរអានឹងជាការ zoom ទេមិនមែនជាការព្រីវីដេអូទេអូខេចុច Alt ជាប់ហើយយើង zoom in zoom out ចឹងទៅក៏បានដែរចុច Alt ហើយរំកិល mouse scroll mouse របស់យើងហ្នឹងបន្ទាប់មកខ្ញុំចុច mouse ខាងស្ដាំ right click យកពាក្យថា scale to frame size វីដេអូរបស់យើងគឺនឹងធំពេញ screen វីដេអូផ្សេងៗដូចគ្នាយើងចាប់វាទាញបញ្ចូលមកហើយមកបាទឬមួយក៏អ្នកទាំងអស់គ្នាកាត់បដាហើយទៅក៏បានដែរឧទាហរណ៍ខ្ញុំចាប់តនិចអូសបែបនេះឬក៏យើងអាចធ្វើការ play ចឹងទៅយើងអត់ពេញចិត្តក្បាលនេះប្រហែលទេចង់កាត់អានេះចោលអញ្ចឹងអ្នកទាំងអស់គ្នាចុចឡាមនេះមក
ចុចកាត់ click គ្រាន់តែ click ឲ្យចំខ្សែនឹងអញ្ចឹងទៅរួចយើងចុចទៅលើ selection tool វិញយើងធ្វើការ select អាពីរនេះទាំងវីដេអូទាំងសំឡេងហ្នឹងយើងលុបវាចោលទៅចុច delete ទៅរួចយើងធ្វើការ select អានេះចាប់វាទាញមកស្មើខាងនេះវិញមកទាញមកស្មើខាងហើយខ្ញុំចង់កាត់ចុងនេះចោលទៀតចុចលើឡាមនេះកាត់ click អញ្ចឹងទៅហើយចុចលើ selection tool ខ្ញុំ select លើវាទាំងពីរខ្ញុំ delete បាទបន្ទាប់មកនេះយើង play សិនទៅមិនបាច់តាន់ទាញចូលក៏បានឥឡូវវីដេអូនេះអត់ពេញទេបាទ right click លើវាយកពាក្យថា scale to frame size ហើយខ្ញុំរំកិលមើលអញ្ចឹងទៅឬក៏ play ទៅបើអ្នកទាំងអស់គ្នាចង់ឲ្យវីដេអូនឹងស្អាតយើងគួរ play ទៅដើម្បីរើសប្លង់នឹងឲ្យបានស្អាតតែដោយសារខ្ញុំបញ្យល់អ្នកទាំងអស់គ្នាគ្រាន់តែមកឲ្យយល់ខ្ញុំសុំអូសបែបនេះទៅលឿនហើយធ្វើការកាត់បាទចុច eraser tool កាត់ចុច selection tool select លុបចោលអញ្ចឹងមួយផ្នែកនេះអូខេហើយចាប់វីដេអូនឹងមកបាទខ្ញុំ select លើវាអញ្ចេះហើយខ្ញុំចាប់វាមកដាក់ភ្ជាប់វិញមកបាទបន្ទាប់មកខ្ញុំទៅមុខតិចទៅឧទាហរណ៍ទៅវីដេអូនេះវាវែងពេកខ្ញុំសុំកាត់កតុយនេះចោលខ្លះទៅបាទខ្ញុំចុចលើ eraser tool កាត់តិចទៅកាត់ចុច selection tool ខ្ញុំ select អានេះចោលខ្ញុំ select លើវីដេអូនេះហើយខ្ញុំ delete នៅសល់2វីដេអូទៀតវីដេអូនេះមួយទៀតបាទចាប់វាឲ្យអូសមកដាក់ចុងនេះមកមើលវីដេអូនោះទៅវាដូចជាអត់មានញាក់ញ័រមិនបាច់កាត់ចោលក៏បានដែរតែបើវាញាក់ញ័រយើងអត់សូវស្មើដៃទេយើងគួរតែកាត់វាចោលតែបរិយាវាពេញ screen right click scale to frame size អូខេប៉ុណ្ណឹងមកអូខេខ្ញុំកាត់កតុយនេះចោលបន្តិច eraser tool កាត់ select មកខ្ញុំលុបអានេះចោលមួយទៀត right click ដើម្បីបរិយាវាពេញ screen scale to frame size បាទខ្ញុំអង្គិលវាតិចមកបាទខ្ញុំកាត់កន្លែងនេះចុះ eraser tool click selection tool select លើពេលនេះ delete ចោលទៅ select ហើយចាប់វាភ្ជាប់មកវិញហើយខ្ញុំអូសវាទៅមើលប៉ុណ្ណាស្អាតខ្ញុំយកត្រឹមប៉ុណ្ណេះចុះ eraser tool កាត់ selection tool select លុបចោលអញ្ចឹងវីដេអូនេះគឺខ្ញុំបានកាត់វារួចហើយខ្ញុំគ្រាន់តែអូសវាមកខាងដើមចេះមកឬក៏ខ្ញុំអាច click នៅកន្លែងនេះដើម្បីឲ្យតនិចរបស់ខ្ញុំមកដល់ខាងដើមវីដេអូនេះចឹងវីដេអូនេះខ្ញុំកាត់ហើយដើម្បីបញ្ចេញវីដេអូយកទៅប្រើប្រាស់អ្នកទាំងអស់គ្នាអាចចុចទៅលើ file បន្ទាប់មកយក export រួចចុចទៅលើ media លើក្រោយអ្នកទាំងអស់គ្នាប្រើ shortcut ទៅគឺ control M មិនបាច់មកចុចទៅអ្នកតំណច្រើនដងចឹងក៏បានដែរចុច control M ទៅបាទបន្ទាប់មកអ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើគឺ output name នេះយើងដាក់ឈ្មោះវីដេអូរបស់យើងខ្ញុំយកមកដាក់ desktop សិនមកជាបដោះអាសន្នចុចលើ desktop ខ្ញុំមិនបាច់ដាក់ក្នុងបច្ចេកទេសទេព្រោះនេះត្រូវយកទៅប្រើប្រាស់ហើយអញ្ចឹងខ្ញុំមកដាក់ថាវីដេអូ 4K ទេវីដេអូរបស់ខ្ញុំទៅដើរលេងនៅចិនខ្ញុំដាក់ថា visiting China តបមកកន្លែងនេះគឺវាជាប់ MP4 auto ហើយមិនខ្វល់ទេ save ទៅនៅពេលយើងដាក់ឈ្មោះហើយអ្វីដែលអ្នកទាំងអស់គ្នាត្រូវមើលទៀតកន្លែងនេះគឺយក H264 ហ្នឹងហើយដោយសារយើង format standard សម្រាប់វីដេអូ 4K ឡើយហ្នឹងគឺប្រើហ្នឹងកន្លែងនេះបើយើងយក Microsoft High bitrate នេះមានន័យថាវីដេអូដែលយើងកាត់ហ្នឹងទំហំរបស់យើងប៉ុណ្ណា capacity របស់វាប៉ុណ្ណាគឺវាចេញមកច្បាស់ដូចដើមនឹងអញ្ចឹងអាហ្នឹងបើយើងយកអាមួយហ្នឹងហើយបើយើងយកអាមួយហ្នឹងទំហំវីដេអូរបស់យើងចេញមកគឺវាអត់សូវធំទេអញ្ចឹងប្រើអាមួយហ្នឹងក៏បានឬក៏អ្នកទាំងអស់គ្នាចង់ឲ្យវាច្បាស់វីដេអូយើងកាត់ 4K យើងគួរតែយក high quality 4K ប៉ុន្តែបើអ្នកទាំងអស់គ្នាយកវីដេអូ high quality 4K ទំហំរបស់វាក៏ធំទៅតាមនឹងដែរប៉ុន្តែបើអ្នកទាំងអស់គ្នាកាត់វីដេអូជា 1080 pixel អ្នកទាំងអស់គ្នាគួរតែយក high quality 1080 pixel HD ទៅឲ្យវាត្រូវសមាមាត្ររបស់វាប៉ុន្តែមិនមែនមានន័យថាអ្នកទាំងអស់គ្នាមិនអាចទម្លាក់ទំហំឬក៏តម្លើងទំហំនោះទេជាទូទៅវីដេអូមេរៀនរបស់ខ្ញុំថត screen របស់ខ្ញុំគឺ 1080 ទេប៉ុន្តែនៅពេលខ្ញុំ export យកទៅដាក់ YouTube គឺខ្ញុំដាក់ជា 4K អ្នកទាំងអស់គ្នាទៅចាំថាកាលណាយើង export ចេញជាវីដេអូកាលណា export ខុសពីទំហំដើមវីដេអូគឺវាចាយពេលយូរបន្តិចវាត្រូវការពេលសម្រាប់ export នឹងវាយូរឥឡូវខ្ញុំដាក់ 4K ចុះយើងកំណត់តែប៉ុណ្្នឹងហើយមិនបាច់ខ្វល់ទេក្រោមនេះចាំថ្ងៃក្រោយយើងរៀនកំណត់វាធ្វើម៉េចឲ្យទំហំវាតូចជាងអាហ្នឹងបាទអញ្ចឹងចុចលើ export ទៅជាការស្រេចបាទនៅពេលដែលកំពុង export អញ្ចឹងអ្នកទាំងអស់គ្នាហាមចុចអីលេងផ្ដេសផ្ដាស់នាំឲ្យគាំងម៉ាស៊ីនអញ្ចឹងកាលណា export ហើយដកដៃចេញផឹកកាហ្វេទៅបាទកុំយកដៃទៅចុចផ្ដេសផ្ដាស់បើក browser បើកចម្រៀងអីទៀតកុំបើកយើងមិនគួរបើកទេវានាំឲ្យគាំងម៉ាស៊ីនហើយយល់ល្អបើសិនជាអ្នកទាំងអស់គ្នាត្រូវការ render ឬក៏ export វីដេអូនឹងចេញគួរតែបិទ browser បិទ folder អីរញ៉េរញ៉ៃឬក៏មានកម្មវិធី Word Excel ដែលអ្នកទាំងអស់គ្នាកំពុងប្រើនឹងបិទវាចោលអស់ទៅ
បង្ការការពារការគាំងម៉ាស៊ីនហ្នឹងពីព្រោះនៅពេលដែលវាបញ្ចេញជាវីដេអូបែបហ្នឹងកម្មវិធីហ្នឹងវាទាញ speed ទៅលើ CPU RAM នឹងខ្លាំងណាស់អញ្ចឹងវាអាចគាំងម៉ាស៊ីនបាទឥឡូវនេះគឺយើងបាន export វីដេអូយើងចប់ហើយចំណុចដែលយើងត្រូវធ្វើបន្តគឺខ្ញុំចុច Ctrl S មកដើម្បីរក្សាទុកនៅអ្វីដែលយើងបានធ្វើហ្នឹងហើយខ្ញុំចុចកន្លែងនេះបិទចោលទៅអញ្ចឹងបច្ចេករបស់យើងវានៅកន្លែងហ្នឹងដដែលវីដេអូដែលយើងបានបញ្ចេញមិញហ្នឹងគឺឈ្មោះថា Visiting China បាទនេះវីដេអូដែលយើងបានកាត់មិញអាហ្នឹងគឺសាមញ្ញយើងអត់ទាន់មានកែពណ៌កែសម្លេងបញ្ចូលសម្លេងអីទេអត់ទេគឺធម្មតាទេបាទគឺវាបែបហ្នឹងឯងណាវីដេអូទី2វីដេអូទី3វីដេអូទី3ហ្នឹងហើយនេះវីដេអូចុងក្រោយ